កសិករនៅភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវគាត់ធ្វើជើងអាឡឹកបងប្អូនបាទធ្វើគុលឬធ្វើជើងបាទហៅខុសគ្នាបាទហើយអាឡឹកគាត់នេះមិនទាន់បែកដៃថ្លាបាទបែកដៃខ្លាអាហ្នឹងរៀងបោះតើងតិចប៉ុន្តែអាឡឹកគាត់ទើបនឹងចេញបាទទើបនឹងចេញត្រួយ1ត្រួយ2បាទឆ្លឹក1ឆ្លឹក2បាទហើយការជួររបស់គាត់នេះ2គីឡូមួយខាងបាទហើយគោដើរជន់តិចប៉ុន្តែមិនអីទេអាឡឹកគាត់ដាំរឿងញឹកដែរគោជន់បន្តិចក៏អត់អីដែរបាទហើយអានេះល្ងិតរំលោភដោយសាររំលោភក្បែរដើមត្នោតអញ្ចឹងពេលថតទៅអត់សូវច្បាស់បងប្អូនបាទដោយសារមិនលុបដើមត្នោតណាហើយព្រឹកព្រលឹមនិយាយរួមបងប្អូនធ្លាប់ប្រើគូនឹងកលសិនតែបងប្អូនពេលដែលបងប្អូនមើលទៅច្បាស់ជានឹកឃើញអនុស្សាវរីយ៍បាទហើយភាគច្រើនបងប្អូនមើលវីដេអូប្រភេទចេះសុទ្ធតែបងប្អូនធ្លាប់ប្រើគូនាងកលពីមុនមកហើយប៉ុន្តែមានក្មេងគាត់មើលដែរបាទគាត់មិននិយាយរួមគាត់មើលចង់ដឹងដែរបាទមិនថាក្មេងគាត់អត់មើលទេបាទគាត់ក្មេងខ្លះគាត់មើលបាទគាត់មើលហើយការប្រើគូនាងកលនេះមិនមែនទើបនឹងប្រើឡូវយូរមកតាំងពីបរមរាណបាទនិយាយរួមចាស់ពីដើមគាត់កំណត់គាត់អាចចាប់គូយកមកប្រើបានណាប៉ុន្តែគូចំណុចខ្សោយវាគឺច្រមុះហើយគូក៏កាលណាអត់ខ្លោះប្រើវាបានទេដោយសារចំណុចខ្សោយវានៅច្រមុះហ្នឹងហើយការខ្លោះហ្នឹងបើសិនតែយើងខ្លោះខុសក៏វាច្រមុះរឹងណាបាទគេហៅច្រមុះរឹងប៉ុន្តែម្យ៉ាងម្នាក់គូច្រមុះរឹងច្រមុះទន់គូខ្លាយច្រមុះនិងគូអត់ខ្លាយច្រមុះម្យ៉ាងម្នាក់គូអត់ខ្លាយច្រមុះវាប៉ិនទាញចងមើលអត់ជាប់ទេហើយយើងចង់អំបិលកមុះវាក៏វាខ្លាយដែរហើយកលោះតោះតែយើងអាសាអំបិលអញ្ចឹងធ្វើឲ្យពុកកលោះឬមួយស្អុយបាទស្អុយច្រមុះវាតែបើគោខ្លាចច្រមុះវាអត់ទាញចេះទាញមែនចងណាជាប់នឹងសូម្បីចងបាច់បោះក្នុងជ្រៅបោះក្នុងមើក៏ជាប់ដែរប៉ុន្តែពិបាកត្រង់ថាពេលដែលយើងទៅចាប់ច្រមុះវាអត់បានវារើបកាច់បកាន់ណាអញ្ចឹងវាពេលដែលយើងរបូតខ្សែឬមួយដាច់ខ្សែអីគឺចាប់វាគឺពិបាកចាប់ដោយសារយើងអំបិលច្រមុះវាទៅវាបាំខ្លាចច្រមុះវាឈឺច្រមុះបាទនិយាយខ្លីឈឺច្រមុះនឹងហៅគោច្រមុះទន់ហើយដល់ពេលផ្អើលអីក៏វាស្រួលទាញស្រួលទប់ដែរដោយសារវាខ្លាចច្រមុះបាទសូមបញ្ចប់